ទម្លាប់មិនល្អទាំងនេះនឹងនាំឲ្យជីវិតកាន់តែធ្លាក់ចុះទី1ខ្ជិលគ្រប់យ៉ាងនៅលើផ្លូវវិជ្ជមានតែមានការធ្វើអំពើល្អផ្សេងការមិនធ្វើអាក្រក់ប៉ុន្តែខ្ជិលដឹកនាំមុខឡើយធ្វើឲ្យបាត់បង់នៅប្រយោជន៍ច្រើនបងប្អូននៅក្នុងពុទ្ធសាសនាពុទ្ធអត់សរសើរទេមនុស្សខ្ជិលហើយតែបានត្រាស់ដឹងជាពុទ្ធក៏ដោយសារសេចក្តីព្យាយាមដែរមិនមែនដោយសារខ្ជិលទេប៉ុន្តែមនុស្សយើងសម័យបច្ចុប្បន្នមានមិនមែនអត់ទេបបួលធ្វើបុណ្យធ្វើទានបបួលស្ដាប់ធម៌ស្ដាប់អានបបួលឲ្យទៅជួយមនុស្សជុំវិញខ្លួនតាមដែលអាចជួយទៅបានឬក៏ទៅចូលរួមជាមួយគេហ្នឹងគឺប្រើពាក្យថាខ្ជិលនឹងតែម្ដងខ្ជិលណាទី2មិនស្គាល់ទៀបខ្ពស់នៅសម័យបច្ចុប្បន្នខ្ញុំឃើញខ្ញុំសូមលើកពីសិស្សានុសិស្សមុនសិស្សានុសិស្សហ្នឹងគឺភាគច្រើនការគិរិយកិច្ចការគោរពឲ្យលំទោនទៅកាន់លោកគ្រូអ្នកគ្រូភាគច្រើនគឺមិនសូវមានទេมันអាចបន្តទៅសិស្សបានទេវាអាចផ្ដើមចេញមកពីអាណាព្យាបាលមួយចំនួនដែលគាត់រវល់ពេករហូតដល់ទៅមិនមានការតម្រង់ទិសកូនមិនបានប្រាប់ណែនាំនៅពីតូចគ្រូឆ្មាយើងមានពេលលុតដំអប់រំទូមានពីតូចមកបែបនេះបែបនោះណាពេលឃើញចាស់ទុំធ្វើយ៉ាងនេះពេលឃើញចាស់ទុំធ្វើយ៉ាងនោះដល់ពេលរវល់ពេកទៅបញ្ជូនទៅសាលាគិតថាសាលាហ្នឹងគឺសាលានឹងជួយចេះមួយចុះពីរតែពិតសាលាមិនមែនអត់ជួយទេជួយហើយតែតលតែទាំងពីរហ្នឹងគឺសហការជាមួយនឹងសាលាមេដាបេដាឬក៏ឪពុកម្ដាយហ្នឹងត្រូវតែសហការជាមួយនឹងសាលាតមកគឺមានលោកគ្រូអ្នកគ្រូជួយបន្ថែមទៅទៀតអាហ្នឹងទៅអាចទៅរួចហើយស្រេចហើយនៅលើនិស្ស័យរបស់សិស្សហ្នឹងផងដែរហើយនិយាយពីបរិបទសង្គមសពថ្ងៃមិនថាអ្នកនៅក្នុងស្រុកឬក៏អ្នកនៅក្រៅស្រុកទេគឺក្រមសិលធម៌ក្រមសុជីវធម៌ហ្នឹងគឺត្រូវបានធ្លាក់ចុះជាកំហុកតែម្ដងអាហ្នឹងក៏វាជារឿងមួយដែលនាំឲ្យជីវិតនឹងកាន់តែធ្លាក់ចុះដែរទី3គឺខ្សែគប់បាបប្រមិតឬក៏មនុស្សដែលចិត្តអាក្រក់តែកាលណាខ្សែគប់មនុស្សបែបហ្នឹងគឺនឹងទៅផ្លូវហ្នឹងហើយពុទ្ធបង្រៀនថាការខ្សែគប់បាបប្រមិតនេះនឹងនាំមកនៅអពមង្គលប៉ុន្តែព្រះអង្គសម្ដែងផ្ទុយទៅវិញថាការខ្សែគប់ចំពោះបណ្ឌិតសប្បុរសចំពោះអ្នកចេះដឹងគឺជាមង្គលដ៏ឧត្តមទី4គឺសបាយហួសដែនកំណត់សបាយមិនមើលពេលវេលាសបាយយើងនិយាយពីសង្គមសម័យបច្ចុប្បន្ននេះគឺសបាយមែនទែនបងប្អូនសបាយនោះវាសបាយពេកហើយសបាយរហូតដល់ហួសដែនកំណត់ខ្លួនឯងហួសយ៉ាងម៉េចអានឹងខ្ញុំមិនចាំបាច់បញ្យល់អីឲ្យច្រើនទេបងប្អូនយល់ទេហួសយ៉ាងម៉េចហើយទី5គឺចាយច្រើនជាងចំណូលមានន័យថាការចាយវានឹងគឺច្រើនវាច្រើនចំណូលចូលត្រឹមតែ10ទេប៉ុន្តែចាយដល់ទៅ50ឬអាចលើស50ហ្នឹងក៏មានដែរអញ្ចឹងកុំណាកាលណាបើទម្លាប់ចាយយ៉ាងហ្នឹងហើយជីវិតរបស់យើងក៏ពិបាកដែរពិបាករើហើយខ្ញុំធ្លាប់ទទួលរងពាក្យដែលគេប្រមាថមើលងាយសប្តាហ៍ថ្ងៃហ្នឹងក៏ទទួលដែរតែធ្វើម៉េចអាហ្នឹងបើវាអញ្ចឹងទៅហើយទី6គឺការមិនដឹងគុណការរមិលគុណចំពោះអ្នកមានគុណឬគ្រូបាអាចារ្យគ្រូបាអាចារ្យរបស់យើងណាមិនថាគ្រូផ្នែកណាទេគ្រូមួយថ្ងៃគឺគ្រូមួយជីវិតប៉ុន្តែបើសិនជារមិលគុណល្មើសគុណការមិនដឹងគុណហើយគឺមានតែផ្លូវវិនិច្ឆ័យមួយទេទី7គឺសាងសត្រូវច្រើនទៅណាក៏មានសត្រូវដែរមិនសូវមានមិត្តទេមានសត្រូវឆ្លោះទាស់ទែងគ្នាអញ្ចឹងទៅឬក៏គេមិនដឹងអីសោះហ្នឹងឯងចងកំហឹងចងគំនុំតែខ្លួនឯងហ្នឹងបង្កើតសត្រូវគ្រប់កន្លែងអញ្ចឹងមនុស្សបែបហ្នឹងគឺគេហៅថាមនុស្សបិទផ្លូវខ្លួនឯងទៅណាក៏អត់មានមិត្តដែរគឺមានតែសត្រូវនេះគឺជាហេតុមួយដែរដែលធ្វើឲ្យជីវិតហ្នឹងគឺធ្លាក់ចុះហើយទី8ចុងក្រោយគេគឺមិនចូលចិត្តការអប់រំស្អប់ការអប់រំហើយសម័យ Facebook បងប្អូនដូចឥឡូវនេះខ្ញុំកំពុងតែនិយាយអ្វីដែលវាជាកតិខ្លះមួយចំណែកតូចទេផ្ដល់ឲ្យបងប្អូនយកទៅគិតយកទៅពិចារណាអប់រំអញ្ចឹងណាប៉ុន្តែមិនចូលចិត្តទេអស់លឺហើយបើអស់ចោល
men tên tới nâng vi sai hay nâng lơ bạn đi sai bông bồn manu khá ở đại ban thôi sẽ cái tê còn tại cái khơi mốc còn tại cái lưu sầm lấy của sọp đây nhóm thọp chua đôi khi nhóm của thọp ban sọp kế hay của miên nè để còn tại lưu sầm lấy nhóm còn tại lưu còn tại khơi mốc bọt nó cô và miền thiệt mùi hà pi pina mồi cho sọp thêm một đòn nâng miền chẳng đại bên tai men tên tới bộ phốt bằng riêng ao mình đồ dương ọp rùm chất chất tăng cột tăng số kha về hàng cả cục rồng chất nằm mong nó sự đầy sọc chất tăng tần tăng số kha về hàng cả tu miền chất rồi mình nằm mong nó sự đầy sọc ở nâng bộ phốt bằng riêng bờ ao mình đồ nơi lơ bị phụp lâu tầm rồi chất bỏ dương rồi có tiêm tia ao mình lơ bị phụp lâu ní mau từ tu square dương thay chỉ mình đồ bộ phệ ní bộ phệ nó mình chỉ sạch lốp cứ bộ phận từ tam cam được ngày mình ai tầm rồi chặt dương thì mình ai bạn để số b tại dướng có mình ai tầm rồi chặt luôn ai ban phong về khai dương thua ấy mũi cứ việc kho việc to chẳng á nó vì chẳng khi mình vậy phần đắng đi kia chi chùm nè đằng clay tế xin cầm ta bông bồn chạy đầm lệ hay năng vô từ kết bị chặt nè bà trầm trứ bà cua chia viền hay bà cơ thể cô nhìn trứ ở cho ta mấy ok anh đang bậy thì nó lên đi xài